បងប្អូនធ្លាប់ឃើញទ្រាំនឹងនរណាម្នាក់នៅក្នុង Facebook អត់អញ្ចឹង Facebook អាចកំណត់មិនឲ្យគេឃើញយើងឬក៏យើងឃើញគេរាល់ពេលផុសម្ដងដោយមិនចាំបាច់ unfriend ឬក៏មិនឲ្យគេដឹងអូខេឥឡូវចូលទៅកំណត់ទាំងអស់គ្នាជាដំបូងបងប្អូនចូលមកកាន់ Facebook មកបន្ទាប់មកទៀតបងប្អូនចូលទៅស្វែងរកនរណាម្នាក់ដែលយើងមិនចង់ឃើញគាត់នៅលើ Facebook ទៀតមកដល់កន្លែងនេះបងប្អូនចុចលើពាក្យ friend បន្ទាប់មកទៀតវាចេញមកដូចនេះអញ្ចឹងមកដល់កន្លែងនេះខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនផងដែរថាបើសិនជាយើងយក unfriend ឬក៏ unfollow មានន័យថាគេម្នាក់នោះនឹងដឹងថាយើង unfriend គេអញ្ចឹង Facebook មានមុខងារថ្មីមួយគឺ take a break ដែលអាចធ្វើឲ្យយើងអាចផ្ដាច់ទំនាក់ទំនងពីនរណាម្នាក់នៅក្នុង Facebook ដោយមិនចាំបាច់ unfriend ឬក៏មិនឲ្យគេដឹងឡើយអញ្ចឹងបងប្អូនចុចលើពាក្យហ្នឹងមកបងប្អូននឹងឃើញមុខងារទាំង3នេះបន្ទាប់មកចុចយកទី1ហ្នឹងមកបន្ទាប់មកទៀតបងប្អូនជ្រើសរើសយកខាងក្រោមនេះមកហើយចុចលើពាក្យ save នេះបន្ទាប់មកទៀតបងប្អូនថយទៅក្រោយវិញអញ្ចឹងបងប្អូនកំណត់ទាំង3កន្លែងនេះដូចគ្នាមកជាការស្រេច